Ok ស្ដីអ្នកនេះថ្ងៃនេះខ្ញុំចែករំលែកទៅកាន់អ្នកនេះអំពីកលឹះក្នុងការការពារទូរស័ព្ទរបស់អ្នកកុំឲ្យឆ្លងមេរោគដូចក្នុងវីដេអូនេះចឹងអ្នកនេះអញ្ចឹងយើងត្រូវមានវិធីសាស្ត្រការពារមុនជៀសវាងវាឆ្លងមេរោគយើងពិបាកក្នុងការធ្វើយើងពិបាកទៅរកជាងឬក៏អីចឹងណានៅពេលដែលយើងចុចលើពាណិជ្ជកម្មផ្សេងៗអាចឆ្លងមេរោគឬក៏លើពាណិជ្ជកម្មផ្សេងវាពិបាកក្នុងការធ្វើមែនតើអ្នកនេះចុងសិនបើយើងអត់ដឹងពីកលឹះក្នុងការធ្វើទេយើងអាចយកទៅជាងគេយកដល់គេ reset ម៉ាស៊ីនឬក៏ឈូសម៉ាស៊ីនទៅ4-10រៀល4-5-10រៀល20រៀលអញ្ចឹងទៅតាមប្រភេទទូរស័ព្ទអញ្ចឹងទៅអាស្រ័យលើមាត់គេថានេះដល់នេះអញ្ចឹងដើម្បីកុំឲ្យអស់លុយនេះដល់នេះអាចមើលវីដេអូរបស់ខ្ញុំតាមពីដើមរហូតចប់ដើម្បីដឹងពីគន្លឹះក្នុងការដាក់ security ដាក់ website មួយគឺវាមានតួនាទីក្នុងការចាប់រាល់ពាណិជ្ជកម្មក៏ដូចជាមេរោគផ្សេងកុំឲ្យវាលោតនៅលើទូរស័ព្ទដៃរបស់យើងរំខាននៅពេលដែលយើងប្រើប្រាស់ដូចនៅក្នុងវីដេអូខាងដើមដែលខ្ញុំបង្ហាញដល់អ្នកនាងអញ្ចឹងអូខេតោះកុំឲ្យខាត់ពេកយើងទៅធ្វើទាំងអស់គ្នាហើយសម្រាប់អ្នកថ្មីដែលបានចូលមើលវីដេអូខ្ញុំហើយកុំភ្លេចជួយ Subscribe ចុច Share វីដេអូដល់គ្នាអូខេឥឡូវយើងចូលមក Setting ដើម្បីដាក់តោះមកទៀតអ្នកទាំងគ្នាចូលមក Connection អូខេមក connection ហើយអ្នកនរចូលមករកពាក្យថា private DNS អូខេបន្តមកទៀតអ្នកនរចូលកន្លែង configure private DNS អូខេចុចលើវាមកហើយអ្នកនរវាយពាក្យនេះអ្នកនរវាយពាក្យ dns.edgar.com អញ្ចឹងសម្រាប់ទូរស័ព្ទដៃរបស់អ្នកនរថ្មីគឺវាអត់ដែលវាយបញ្ចូលអញ្ចឹងវាអត់ជាប់ទេតែសម្រាប់ទូរស័ព្ទដៃរបស់ខ្ញុំគឺខ្ញុំបានវាយរួចហើយតែមុនហ្នឹងខ្ញុំគ្រាន់តែបង្ហាញអ្នកនរថានៅពេលដែលយើងចុចបោះវាថាយើងអត់ទាន់បានដាក់ទេអញ្ចឹងយើងត្រូវតែដាក់ការពារយើងចុច configure private DNS មកហើយយើងវាយ website ហ្នឹងចូលទៅ dns.edgar.com ដើម្បីការពារ security ទូរស័ព្ទដៃរបស់យើងអូខេអញ្ចឹង back វិញមកអ្នកនរគឺវាជាប់ហើយពេលអត់បើមិនយើងដាក់អូសកន្លែងនេះវាអត់លោតហើយកន្លែង private DNS នេះគឺវាចេញអូសហើយប៉ុន្តែបើមិនបើយើងthích កន្លែងនេះគឺវាជាប់យើងបែកវិញមកគឺឃើញជាប់កន្លែងនេះខ្ញុំមើលអូខេនេះកន្លែងនេះអ្នកនរឃើញបង្ហាញ DNS .edgar.com អូខេអញ្ចឹងវីដេអូខ្លីរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាវីដេអូរបស់ខ្ញុំនេះវាជាប្រយោជន៍ដល់អ្នកនរគ្នាហើយជួបខ្ញុំនៅខ្សែវីដេអូក្រោយទៀតហើយកុំភ្លេច Subscribe ដើម្បីទទួលបានវីដេអូថ្មីបាយបាយ